នេះជាប្រាសាទនិពន្ធត្រូវបានកសាងឡើងនៅរដ្ឋការព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1991ដើម្បីឧទ្ទិសថ្វាយជូនចំពោះព្រះពុទ្ធសាសនាមហាយាននិពន្ធជាកោះមួយស្ថិតនៅចំកណ្ដាលបារាយណ៍មួយដែលកាលជំនាន់បុរាណគេហៅថាជ័យតដាក់ដែលមានបណ្ដោយ3600ម៉ែត្រទៅទិង930ម៉ែត្រនិងមានស្រះសន្សំទឹកឬស្តុកទឹកបរិសុទ្ធចំនួន8ដែលរៀបចំឲ្យមានជាសញ្ញាលេខបូកជានិមិត្តរូបដែលបច្ចុប្បន្នត្រូវបានគេយកមកចម្លងជាសញ្ញានិមិត្តសម្រាប់មន្ទីរពេទ្យឬការសង្គ្រោះស្ថិតនៅភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំនិងមានចម្ងាយ18គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបប្រាសាទនិពន្ធមានសន្តានលក្ខណៈខុសប្លែកពីប្រាសាទដទៃទៀតដោយមានតែប្រាសាទមួយសាងសង់នៅកណ្ដាលបាតស្រះនិងកោះទំហំ350ម៉ែត្រ4ជ្រុងអមជាមួយរូបចម្លាក់ទាំង4ទិសសម្រាប់ជាតំណាងឲ្យបានធាតុទាំង4គឺធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើតធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូងធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិចនិងធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីស្ថិតនៅទិសខាងជើងពេលដែលខ្ញុំធ្វើដំណើរកម្សាន្តទៅលេងប្រាសាទនិពន្ធយើងត្រូវឆ្លងស្ពានដែលសាងសង់ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិធ្វើដំណើរកម្សាន្តទៅលេងប្រាសាទនិពន្ធបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិដែលបានសិក្សាពីប្រវត្តិសាស្ត្រក៏ដូចជាប្រវត្តិប្រាសាទនៃការកសាងប្រាសាទនិពន្ធនេះពិតជាដឹងហើយថានៅលើរូបចម្លាក់ទាំង4នោះគឺមានចំពួយសម្រាប់បង្ហូរទឹកចុះមកហើយទឹកដែលហូរចុះនឹងចេញតាមចំពួយទាំង4នោះត្រូវបានគេជឿថាជាទឹកដ៏ស័ក្តិសិទ្ធិដែលអាចព្យាបាលជំងឺរបស់មនុស្សនាសម័យនោះបានបើតាមរឿងព្រេងនិទានខ្មែរវិញបានដំណាលថាកាលពីដើមឡើយនៅក្នុងស្រះមួយដែលមានស្ដេចជំនាន់នោះបានសាងសង់ប្រាសាទក្នុងទឹកស្រះនេះមានឫសឈើឫសព្រៃដុះទ្រាំងត្រែងក្នុងស្រះមានចំនួន1200មុខដោយឫសឈើទាំងអស់នេះសុទ្ធតែជាប្រភេទថ្នាំបុរាណសម្រាប់ព្យាបាលដល់អ្នកជំងឺដែលខ្វះធាតុទាំង4គឺធាតុទឹកធាតុដីធាតុភ្លើងនិងធាតុខ្យល់នេះឯងហើយទឹកថ្នាំដែលត្រាំក្នុងស្រះក៏ជាវត្ថុស័ក្តិសិទ្ធិធំបំផុតដែរនេះអ្វីដែលយើងទទួលបានពីមន្ត្រីអភិរក្សប្រាសាទនិងតែងតែរៀបរាប់ប្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិក្រៅពីនេះប្រសិនបើលោកអ្នកបានទៅទស្សនានៅប្រាសាទនិពន្ធដ៏អស្ចារ្យរបស់ខ្មែរយើងនេះលោកអ្នកប្រាកដជាបានឃើញចម្លាក់ស្រះថ្មមួយក្បាលដែលស្ថិតនៅគូទឹកជាមួយប្រាសាទដែលនៅខាងក្រោមចម្លាក់សេះគឺមានមនុស្សជាច្រើនហ៊ុំព័ទ្ធជុំវិញស្រះថ្មនេះហើយចម្លាក់នេះបើតាមរឿងនិទានពីបុរាណក៏បានដំណាលថាកាលពីសម័យមុនគឺមានវងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខនីដ៏កំណាចមួយយក្ខនីនោះបានបង្កជាព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេវតាឲ្យជួយទ្រទ្រង់ដែរប៉ុន្តែដោយសារបារមីព្រះពោធិសត្វលោកេស្វរៈព្រះអង្គបានប្រមាលមើលឃើញមនុស្សកំពុងជួបគ្រោះភ័យមហន្តរាយបែបនោះទ្រង់ក៏បានប្រើអាមាត្យម្នាក់ក្លែងធ្វើជាសេះបាល់ហៈទៅជួយអ្នកលិចលង់ពីសំពៅនោះមនុស្សដែលលិចលង់ទាំងឡាយក៏បានតោងជើងសេះខ្លះតោងកទុយសេះហើយសេះនោះក៏បាននាំពួកគេមកដល់ត្រើយដោយសុខសាន្តដែរនេះគឺជាប្រវត្តិមិនធម្មតាមួយនិងគួរឲ្យចង់សិក្សាស្វែងយល់អំពីប្រាសាទនិពន្ធដែលប្រាសាទនេះមិនត្រឹមតែមានប្រវត្តិដ៏អាថ៌កំបាំងប៉ុណ្ណោះទេបច្ចុប្បន្នវាក៏ក្លាយទៅជាទីតាំងទេសចរបែបវប្បធម៌ជំនឿសាសនាដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានជំនឿនិងតែងតែបន់ស្រន់សុំសេចក្តីសុខនិងសុំទឹកបរិសុទ្ធពីស្រះនេះមកលុបមុនលៀងជំរះគ្រោះអាក្រក់ជាដើមផងដែរអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក្រោយពីប្រមាលឃើញពីភាពដ៏អស្ចារ្យចំពោះកិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋជាច្រើនអ្នកឲ្យរួចផុតពីគ្រោះមរណៈដ៏កំណាច
រូបចម្លាក់សេះបាល់ហាក់ត្រូវបានគេច្នៃនៅលើក្រដាសប្រាក់ប្រភេទ 1000 រៀលរបស់ខ្មែរដែលបានបោះពុម្ពនៅក្នុងឆ្នាំ 2015 ហើយមិនតែប៉ុណ្ណោះរូបចម្លាក់នេះក៏ត្រូវបានសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគយគន់នឹងមកទស្សនាផ្ទាល់ដែរ ហ្នឹងហើយមករេតឯង